Today ស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះដែរខ្ញុំមកកម្មវិធី Car Meet នៅប្រទេសអូស្ត្រាលីហើយនៅនេះមានឡានច្រើនមែនទែនជាមួយនឹងទេសភាពក៏ប្លែកស្អាតដែរអញ្ចឹងជួបគ្នានៅក្នុងមើលឡានទាំងអស់គ្នាម្ដងទៀតសួស្តីស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយវីដេអូនឹងដែរខ្ញុំថតតាំងតែពីថ្ងៃទី19ខែ4ឆ្នាំ2026ខ្ញុំទុកយូរអញ្ចឹងដោយសារតាមរយៈមុនហ្នឹងខ្ញុំរវល់ច្រើនបូកជាមួយខ្ជិលអញ្ចឹងកុំឲ្យវែងឆ្ងាយចូលទៅមើលវីដេអូខ្ញុំទាំងអស់គ្នាឡានមុនហ្នឹងគាត់ហេជចូលកន្លងផ្លូវខ្ញុំអញ្ចឹងបងប្អូនខ្ញុំគាត់សួរលេងថាអស់ផឹកកាហ្វេទៅងក់ទាំងព្រឹកអញ្ចឹងមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ផ្លូវនៅអូស្ត្រាលីវាប៉ិននឹងផ្លូវនៅស្រុកខ្មែរយើងឯងប៉ុន្តែពេលយើងបើកទៅមានអារម្មណ៍ថាដូចតូចជាងនៅស្រុកខ្មែរយើងដោយសារតែនៅនេះវាអត់មានចាំផ្លូវដូចនៅស្រុកខ្មែរយើងអញ្ចឹងហើយទៅពេលយើងបើកបរត្រូវប្រើអារម្មណ៍ច្រើនជាងនៅខ្មែរយើងបន្តិចតែអត់ប្រយ័ត្នដូចឡានមិញហ្នឹងអញ្ចឹងអូបាក់លេខ1បាទអ្នកទាំងអស់គ្នាបានឃើញហើយមិញហ្នឹងគឺប៉ូលីសចាប់អ្នកបើកម៉ូតូគាត់បើកលឿនលើសល្បឿនណោះចង់ប្រាប់ថានៅនេះទេសភាពតាមដងផ្លូវស្អាតច្រើនអញ្ចឹងហើយបើកឡានកុយកូនទេសភាពតាមដងផ្លូវធ្វើអារម្មណ៍ឲ្យឈៀលស្រូបខ្យល់អាកាសបរិសុទ្ធជាមួយនឹងភ្លេងតិចភ្លេចខ្លួនជាន់ឡានលើសល្បឿនបើមិនប៉ូលីសតាមពីក្រោយទេក៏សម្បត្តិវិន័យដល់ផ្ទះដែរគេស្តាន3កន្លះណានៅ3ម៉ោង4ម៉ោងទេបាទ3ម៉ោងតែដល់យើងក្រទៅអញ្ចឹងអាផ្លូវនោះវាទៅពេលឡានអត់មានឡានចូលមកទៀតអត់មានអីថតរត់Thank you so much. Just head to the right hand side. ដោយសារតែប្រធានបទថ្ងៃនេះតាក់ទងជាមួយការជួបជុំឡានដ៏ធំនៅរដ្ឋ Victoria តែខ្ញុំអត់មានចំណេះដឹងតាក់ទងជាមួយឡានច្រើនទេអញ្ចឹងខ្ញុំសូមនិយាយអំពីការធ្វើចរាចរណ៍នៅតាមដងផ្លូវជំនួសឲ្យការនិយាយអំពីឡានវិញហើយទាំងអស់ហ្នឹងក៏ជាបទពិសោធន៍ដែលខ្ញុំជួបខ្លួនឯងផ្ទាល់បាទដំបូងហ្នឹងខ្ញុំសូមនិយាយអំពីបងប្អូនដែលគាត់នៅស្រុកខ្មែរហើយគាត់មកលេងនៅអូស្ត្រាលីគាត់មិនចាំបាច់ត្រូវការបានបើកបរអន្តរជាតិទេគាត់អាចប្រាប់បានបើកបរខ្មែរយើងបាន60ថ្ងៃនៅប្រទេសអូស្ត្រាលីដោយស្របច្បាប់ប៉ុន្តែអ្វីដែលគាត់ត្រូវដឹងហ្នឹងគឺនៅប្រទេសអូស្ត្រាលីបើកបរស្ដាំដូចនៅប្រទេសជប៉ុនអញ្ចឹងហើយខ្ញុំក៏បានរំលឹកនៅដើមវីដេអូដែរការបើកបរនៅទីនេះតម្រូវឲ្យយើងប្រុងប្រយ័ត្នខ្លាំងជៀសវាងសាងកំហុសទទួលបានការផាកពិន័យមិនបានន័យថារាល់កំហុសដែលយើងធ្វើហ្នឹងសិតតែត្រូវបានទទួលពិន័យទេគ្រាន់តែថាអាការដែលយើងកិច្ចផុតពីការពិន័យហើយយើងមានសំណាងហ្នឹងវាមានតិចក៏មិនមែនបំភ័យដែរណាតែវាជាការពិតខ្លះដែលអ្នកទាំងអស់គ្នាត្រូវដឹងមុនធ្វើការសម្រេចចិត្តបើកបរនៅទីនេះតែបើយើងរួចរាល់នឹងមានទំនុកចិត្តជាមួយទំនួលខុសត្រូវហើយ enjoy the driving experience in Australia មួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាមានបំណងមកលេងប្រទេសអូស្ត្រាលីរដ្ឋ Victoria ទីក្រុង Melbourne ហើយមិនទាន់ត្រៀមចិត្តរួចរាល់ក្នុងការបើកបរដោយខ្លួនឯងទេឬក៏មិនមានគ្នាអាចតាក់ទងមកខ្ញុំបានចូលប្រធានបទយើងវិញដោយសារតែលើកនេះគឺជាការជួបជុំឡានមិនមែនការជួបជុំម៉ូតូទេអញ្ចឹងម៉ូតូដែលមកចូលរួមមានតែប្រហែលម៉ូតូហ្នឹងឯងស៊ីសាំងអត់តែ4តុងចាំជាប់
sugar. I wish. Đòn một cái nhung thọc cật trong miền Pê Vê Lia đa trên tờ rô ti cả lại ná đã thưa oi à rò nhung srot srai tại Pê Vê Lia ba mà đó nhung ọt thưa ấy từng ọ tiếng group giang nâng prai prua và tôi bây chỉ nhung prăng lên sim nhà na cả đôi từ một tiếng chưa cho Pê Vê Lia đã nữ xó không thưa rương ấy để còn ai trong thưa tôi bây chỉ viên mình ban lõ có cái ban mới khơi tha miền vào từ miền bảo dương này được hai đây mùi nị đài